ក្រុមហ៊ុន Apple មានគម្រោងនាំយកការប្រើប្រាស់ផែនទីបង្ហាញផ្លូវតាមរយៈការរណបមកកាន់ Smartphone និងនាឡិកា Apple Watch របស់ខ្លួននាពេលខាងមុខយើងដឹងថាបន្ទាប់ពីបានចំណាយពេលយឺតៗក្នុងការកសាងការប្រើប្រាស់ផែនការធំទៅលើមុខងារផ្កាយរណបនៅលើផលិតផលរបស់ខ្លួនទៅតែពេលថ្មីនេះព័ត៌មានរបស់ Bloomberg គឺលោក Mark Gurman បានចុះផ្សាយថាក្រុមហ៊ុន Apple បានដឹងនៅអ្វីដែលគេចង់បានប៉ុន្តែដំណើរការសម្រាប់តម្រូវការគឺបណ្ដុំផ្កាយរណបចម្បងនឹងត្រូវធ្វើការអភិវឌ្ឍបន្ថែមមុនពេលដែលវាត្រូវបានកើតឡើងក្នុងគោលបំណងដើម្បីឲ្យគំនិតមហិច្ឆតាប្រើប្រាស់ផែនទីតាមការបង្ហាញរបស់ផ្កាយរណបអាចដំណើរការបានបើទោះបីជាគ្មានសេវាទូរស័ព្ទឬបណ្ដាញគ្រប់គ្រងណាផ្សេងទៀតក៏ដោយដែលពួកគេកំពុងធ្វើការនៅលើ API ឲ្យមានការធ្វើទំនើបកម្មឬមុខងារនេះនៅលើកម្មវិធី App របស់ខ្លួនជាដំបូងគេសិនដើម្បីឈានដល់គោលបំណងនៃការកាត់បន្ថយបញ្ហារំខាននិងពង្រឹងគុណភាពប្រសើរឡើងលើការប្រើប្រាស់នេះដោយជាទូទៅវាទាមទារឲ្យអ្នកប្រើប្រាស់ឧបករណ៍ដាច់ខាតនៅក្រៅបរិយាកាសដែលជា Open Sky ទើបក្រុមហ៊ុន Apple ចង់ឲ្យអនាគតការប្រើប្រាស់មានជាមួយប្រព័ន្ធផ្កាយរណបត្រូវតែភ្ជាប់ជានិច្ចមិនថាវានៅក្នុងហោប៉ៅរបស់អ្នកប្រើប្រាស់ឬក្នុងស្ថានភាពដែលមិនអំណោយផលយ៉ាងណានោះទេហេតុផលដូច្នេះហើយទើប Apple Series iPhone 18នឹងរំពឹងថាជាជំហានមួយដ៏ធំក្នុងការគ្រប់គ្រងលើបច្ចេកវិទ្យា 5G Non-Terrestrial ដែលជាបច្ចេកវិទ្យាអនុញ្ញាតឲ្យអ្នកផ្ដល់សេវាទូរស័ព្ទអាចមានលទ្ធភាពនាំយកប្រព័ន្ធផ្ដល់សញ្ញារបបផ្កាយរណបនេះទៅកាន់ទូរស័ព្ទរបស់អ្នកប្រើប្រាស់ដោយផ្ទាល់បានគ្រប់ពេលជាមួយទាំងនេះរាប់បញ្ចូលថាតំបន់ដែលមិនអាចប្រើប្រាស់បានគឺគ្មាននោះទេហើយនៅតែបន្តឲ្យអ្នកប្រើប្រាស់ទាំងអស់អាចធ្វើដំណើរនៅគ្រប់ស្ថានភាពបានបើទោះបីជាមានគ្រោះហានិភ័យនៅតំបន់ដាច់ស្រយាលយ៉ាងណាដើម្បីជួយសម្រួលដល់ការទំនាក់ទំនងបានក្នុងស្ថានភាពសេវាបន្ទាន់ឬ Emergency Communication សូមអរគុណសម្រាប់ការតាមដាន